ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការផ្ដល់ការលើកទឹកចិត្តផ្នែកគយចំពោះសកម្មភាពអាជីវកម្មសម្រាប់សហគ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាតនិងសហគ្រាសបម្រើឲ្យការនាំចេញទទួលបានការលើកទឹកចិត្តពន្ធគយមាន3 1ទៅលើបរិក្ខារផលិតកម្ម2សម្រាប់សម្ភារៈសំណង់3សម្រាប់ធាតុចូលផលិតកម្មចំណែកឯសហគ្រាសបម្រើតម្រូវការក្នុងស្រុកនិងអ្នកអភិវឌ្ឍតំបន់ប្រមូលផ្ដុំ SME ទទួលបានការលើកទឹកចិត្តពន្ធគយមាន2 1បរិក្ខារផលិតកម្ម2សម្ភារៈសាងសង់ចំពោះអ្នកស្រាវជ្រាវនិងអភិវឌ្ឍ IT ទទួលបានការលើកទឹកចិត្តពន្ធគយតែមួយគឺបរិក្ខារផលិតកម្មសម្រាប់សហគ្រាសប្រភេទឧស្សាហកម្មគាំទ្រចែកជា2សហគ្រាសបម្រើឲ្យការនាំចេញទទួលបានការលើកទឹកចិត្តពន្ធគយមាន3ចំណុច1បរិក្ខារផលិតកម្ម2សម្ភារៈសាងសង់3ធាតុចូលផលិតកម្មចំណែកឯសហគ្រាសបម្រើតម្រូវការក្នុងស្រុកទទួលបានការលើកទឹកចិត្តពន្ធគយមាន2បរិក្ខារផលិតកម្មនិងសម្ភារៈសាងសង់ព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DAS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ